សូមជម្រាបសួរពុកម៉ែបងប្អូនបាទនេះគឺជាថ្ងៃទី2ត្រូវនឹងថ្ងៃទី25ខែកក្កដាឆ្នាំ2026បាទនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំយើងឃើញនេះគឺជាសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋនៅរសៀលម៉ោង1:02បងប្អូនរងចាំព្យាបាលជំងឺដែលគិតថ្លៃពីក្រុមគ្រូពេទ្យទូរ៉េបាទនេះគឺជាសកម្មភាពក្រុមការងារគឺតែរៀបចំឲ្យបងប្អូនចែកលេខដើម្បីមកទទួលសេវាដដែលបាទហើយយើងឃើញថាកាលពីថ្ងៃម្សិលមិញគឺថ្ងៃទី24គឺទៅមកទទួលសេវាបានចំនួន1500នាក់ហើយសម្រាប់ថ្ងៃនេះដែរឃើញថាមកដល់ពេលនេះអាចនឹងបាន1700នាក់អញ្ចឹង2ថ្ងៃសរុបទៅឃើញថាបានជាង3000នាក់ហើយនេះជាសកម្មភាពនៃការរៀបចំដើម្បីឲ្យបងប្អូនមកទទួលសេវាព្យាបាលជំងឺដែលគិតថ្លៃបាទព្យាបាលនេះគឺជំងឺទូទៅឥឡូវយើងមកមើលបងប្អូនដែលកំពុងតែញឹកញាប់ដៃញាប់ជើងបាទជួយទៅដល់បងប្អូនជាប្រវត្តិមកទទួលសេវាហើយសេវានោះមានតាំងពីបំពង់កភ្នែកកាត់វ៉ែនតានិយាយទៅទូទៅបងប្អូនទូទៅលើសឈាមអ្វីដែលបងប្អូនអាចថាជាជំងឺរបស់គាត់ហើយសួរពីអាការៈហ្នឹងទាំងកុមារទាំងបុរសទាំងស្ត្រីទាំងចាស់ទាំងក្មេងទាំងគ្រូពេទ្យបាទក៏ព្យាបាលដែរគ្រូពេទ្យនេះគ្រូពេទ្យមើលខ្លួនអត់តគ្រប់អាយុទេតែក៏មកមើលក្បាលបាទសូមលេខសាច់តិចបងប្អូនបាទនេះជាសកម្មភាពបាទក្រុមគ្រូពេទ្យកូរ៉េដែលគាត់នឹងយកចិត្តដែលគាត់ជាសកម្មភាពរបស់គាត់កំពុងតែយកចិត្តទុកដាក់តាមក្រុមនីមួយៗដែលជាក្រុមដែលក្រុមគាត់ត្រូវបានបែងចែកគ្នាតើក្រុមធ្វើអីជួយអីខ្លះហើយមានផ្នែកទៅតាមជំនាញរៀងៗខ្លួនបាទយើងឃើញថាច្រើនបាទសម្រាប់ថ្ងៃទី2នេះគឺ1700នាក់ជាងបងប្អូនបាទនេះហើយនៅក្នុងនោះក៏មានការជួយសហការគឺមានទាំងកងកម្លាំងទាំងសសយកទាំងកាយរដ្ឋទាំងក្រមស្ម័គ្រចិត្តពលរដ្ឋជាពិសេសគឺយុវជនយើងបានចូលរួមចំណែកដល់ធំធេងសម្រាប់កិច្ចការរបស់ជាតិជាពិសេសគឺបានយកចិត្តទុកដាក់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជាហើយពេលនេះក៏យើងឃើញថាការចូលរួមសាមគ្គីភាពគ្នាគឺជាកម្លាំងចលករមួយដែលអាចធ្វើឲ្យយើងទទួលបាននូវភាពជោគជ័យហើយពិសេសនោះគឺកម្ពុជាត្រូវតែមានការអភិវឌ្ឍគឺក្រោមការដឹកនាំរបស់រដ្ឋាភិបាលជាពិសេសគឺចូលរួមជាកម្លាំងសាមគ្គីតែមួយបាទកាលណាកម្ពុជាមានកម្លាំងសាមគ្គីតែមួយគឺកម្ពុជាមានការអភិវឌ្ឍបាទនេះសិតតែបងប្អូនមកទទួលសេវាសុខភាពហើយទាំងក្មេងទាំងចាស់ទាំងប្រុសទាំងស្រីទាំងធំទាំងតូចបាទនេះច្រើននេះឥឡូវកំពុងត្រៀមបាទឥឡូវសុភាមិញមួយសិនមើលបានលេខរៀងប្រហែលបងបានលេខរៀងប្រហែលមើលដៃមើលបាទ1923បាទ1923បាទក្រោយការអបអរសាទរថ្ងៃនេះបានលេខ1000ជាងជិត2000នាក់អញ្ចឹងរយៈពេល2ថ្ងៃជាង3000នាក់បាទច្រើនបងប្អូនអ្នកជំងឺខ្លះញើមញែមអ្នកជំងឺខ្លះមុខស្ងួតបាទប៉ុន្តែទោះយ៉ាងណាក៏ដោយក៏អំពាវនាវបងប្អូននៅតែបន្តរក្សាសុខភាពជាពិសេសគឺទៅវិញប្រុងប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ហើយមួយទៀតគឺថែរក្សាសុខភាពអូបស្អាតផឹកស្អាតរស់នៅស្អាតដើម្បីសុខភាពយើងទាំងអស់គ្នាសូមអរគុណសូមជម្រាបលា